ជំរាបសួរនិងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់អញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកមួយចំណុចទៀតនៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ទាក់ទងនឹងភាសាខ្មែរថ្នាក់ទី2ណាបាទជាដំបូងយើងចូលទៅកាន់មេរៀនទី42ពេលព្យាយាមលេងផ្ទះហើយយើងក្រឡេកទៅមើលចំណុចទី9រៀបពាក្យបង្កើតល្បះបាទអញ្ចឹងយើងចុចរៀបពាក្យបង្កើតល្បះមកលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូយើងចុចមករៀបពាក្យបង្កើតល្បះបន្ទាប់មកទៀតយើងឃើញមានពាក្យជាច្រើនហើយនឹងសញ្ញាខណ្ឌអញ្ចឹងពាក្យទាំងអស់ហ្នឹងគេតម្រូវឲ្យយើងតម្រៀបហើយបង្កើតបានជាល្បះមួយដែលសមស្របណាដែលមានប្រធានមានកិរិយាសព្ទហើយនឹងកម្មបទអញ្ចឹងដើម្បីរៀបពាក្យបានអញ្ចឹងយើងចុចឲ្យវាចេញពណ៌ខៀវហើយយើងយកម៉ៅឲ្យយើងហ្នឹងចុចពីលើវាណាចុចសកត់ពីលើវាមកវាចេញឲ្យចុចពាក្យណារីហ្នឹងចុចសកត់មកបាទបន្ទាប់មកទៀតយើងចុចពាក្យព្យាយាមបញ្ចូលនឹងមកយើងចុចសកត់លើវាទៅពាក្យហ្នឹងលោតចុះមកក្រោមមកយើងអត់បាអូសទេគ្រាន់តែយើងចុចសកត់លើវាមកប៉មកបាទលើកុងទ័រយើងម៉ៅស្ដាំคลิกវាមកវាចូលហើយចុចរៀបពាក្យហ្នឹងទាំងអស់ហើយយើងទៅរៀបឲ្យអស់ណាពាក្យហ្នឹងមកហើយយើងចុចសញ្ញាខណ្ឌចុងក្រោយអញ្ចឹងប្រសិនបើករណីពាក្យណាដែលយើងគិតថាខុសយើងអាចដកយើងចុចពីលើវាវិញមកវារត់ចូលលើប្រអប់នឹងវិញហើយអញ្ចឹងយើងចុចវាបន្តទៀតបញ្ចូលក្នុងកន្លែងបំពេញចន្លោះរបស់យើងហ្នឹងណាតបមកយើងចុចពាក្យថាអីពាក្យថាយល់ព្រមយើងចុចយើងមើលថារបស់ហ្នឹងត្រឹមត្រូវហើយយើងចុចពាក្យថាយល់ព្រមជាការស្រេចអញ្ចឹងយើងចុចពាក្យយល់ព្រមមកលោកពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបាទអញ្ចឹងយើងពាក្យយល់ព្រមមកបាទកន្លែងហ្នឹងបាទអញ្ចឹងគឺត្រឹមត្រូវយើងមកបន្តមួយទៀតណាប៉ុន្តែនៅក្នុងរបស់មួយនេះខ្ញុំអត់តម្រៀបឲ្យត្រូវទេគឺខ្ញុំតម្រៀបឲ្យខុសអញ្ចឹងចង់ដឹងថានៅពេលដែលយើងតម្រៀបខុសតើការណែនាំឬក៏គំនិតដែលគួរចងចាំឬក៏បញ្ញត្តិនៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ហ្នឹងគេបានណែនាំមិនអញ្ចឹងយើងធ្វើការតម្រៀបឲ្យខុសបាទអញ្ចឹងដើម្បីតម្រៀបដំបូងយើងត្រូវយកម៉ៅរបស់យើងហ្នឹងចុចទៅលើពាក្យនៅក្នុងប្រអប់ខាងលើហ្នឹងណាចុចពាក្យនៅក្នុងប្រអប់ខាងលើហ្នឹងមកយើងយកម៉ៅរបស់យើងចុចធ្វើម៉េចឲ្យពាក្យនៅក្នុងប្រអប់ហ្នឹងចេញពណ៌ខៀវណាចេញពណ៌ខៀវអញ្ចឹងបន្ទាប់ពីយើងចុចចេញពណ៌ខៀវហើយយើងចុចវាមកចូលតម្រៀបណាតម្រៀបនៅក្នុងកន្លែងចន្លោះរបស់យើងហ្នឹងណាបន្ទាប់ពីយើងតម្រៀបហើយណាយើងធ្វើការមើលល្បះហ្នឹងថាត្រូវអត់ហើយយើងចុចពាក្យថាយល់ព្រមបាទអញ្ចឹងចុចពាក្យថាយល់ព្រមល្បះរបស់យើងគឺមិនត្រឹមត្រូវទេអញ្ចឹងដូចខ្ញុំបាននិយាយនៅខាងដើមគឺនៅក្នុងករណីលំហាត់ទី2នេះខ្ញុំរៀបអត់ឲ្យត្រូវទេព្រោះដើម្បីចង់ដឹងថាអញ្ចឹងនៅពេលដែលយើងខុសអញ្ចឹងអ្វីដែលគួរចងចាំហ្នឹងគេបង្ហាញប្រាប់យើងឲ្យខ្លះបាទអញ្ចឹងអ្វីដែលទៅពេលដែលយើងតម្រៀបខុសណាអ្វីដែលគួរចងចាំហ្នឹងគេបានបង្ហាញយើងច្បាស់ណាស់ណាអញ្ចឹងនៅពេលដែលល្បះមួយគឺមានទម្រង់ណាប្រធានបុគ្គលិកស័ព្ទបុកនឹងកម្មបទនេះហើយគឺជាការពន្យល់ណាអញ្ចឹងយើងមើលខាងក្រោមទៅយើងមើលតារាងគេទៅនោះប្រធានកិរិយាសព្ទកម្មបទរបៀបកន្លែងឬក៏ពេលវេលាហ្នឹងអញ្ចឹងក្នុងតារាងហ្នឹងគេបានប្រាប់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សឲ្យច្បាស់ថាអញ្ចឹងហេតុអីបានបងប្អូនរៀបល្បះហ្នឹងខុសអញ្ចឹងបានន័យថាបងប្អូនអត់ទាន់យល់ច្បាស់តើមួយណាជាប្រធានមួយណាជាកិរិយាសព្ទហើយមួយណាគឺជាកម្មបទអញ្ចឹងអ្វីដែលគួរចងចាំនេះរាល់ល្បះដែលបញ្ចប់ដោយទាំងអស់គឺទៅមានសញ្ញាខណ្ឌអញ្ចឹងក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP បានបញ្ជាក់ប្រាប់យើងយ៉ាងច្បាស់ណាអញ្ចឹងគ្រប់ការតម្រៀបពាក្យក្នុងល្បះទី1គឺយើងត្រូវមានប្រធានទី2យើងត្រូវមានកិរិយាសព្ទទី3យើងមានកម្មបទឧទាហរណ៍ដូចជាល្បះខាងក្រោមទាំងពីរនេះល្បះពីរហ្នឹងត្រូវប៉ុន្តែចម្លើយទៅក្នុងកម្មវិធីថ្នាក់ PLP មានតែមួយទេណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញណាបើសិនបើយើងតម្រៀបត្រូវគឺត្រឹមត្រូវប៉ុន្តែបើសិនបើយើងតម្រៀបខុសគឺមានការណែនាំបញ្យល់ប្រាប់យើងយ៉ាងក្បោះក្បាយយ៉ាងល្អណានៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ដូចក្នុងតារាងនេះអញ្ចឹងដូចខ្ញុំបានបង្ហាញអញ្ចឹងយើងទៅមើលចម្លើយរបស់យើងនៅខាងលើហើយនឹងចម្លើយរបស់គេទៅគឺយើងរៀបខុសណាសុភីចេះរៀបចំរបស់ប្រើប្រាស់បានល្អហ្នឹងគឺជាចម្លើយត្រឹមត្រូវអញ្ចឹងនិយាយទៀតក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP នៅពេលដែលយើងធ្វើខុសគឺមានចំណុចគួរចងចាំអញ្ចឹងទន្ទឹមនឹងនៅពេលដែលលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបង្រៀនសិស្សណែនាំឲ្យគាត់ពេលចូលរៀនក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP គួរតែគាត់មានប៊ិចមានសិភៅក្នុងការកត់នៅពេលដែលគាត់ធ្វើខុសគាត់កត់ពីកំហុសរបស់គាត់ឬក៏ពីអ្វីដែលគេណែនាំជាពិសេសគឺចំណុចដែលគួរឲ្យចងចាំអញ្ចឹងជាកុងក្រោយនៅក្នុងកម្មវិធីក្នុងការបង្ហាញនៅក្នុងវីដេអូនេះក៏ខ្ញុំសូមខន្តីអភ័យទោសរកកំហុសខុសឆ្គងដែលមាននៅក្នុងវីដេអូនេះដោយអចេតនាអញ្
ចឹងក៏សូមអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយជាបន្តណាអរគុណជម្រាបលា